អ្នកគ្នាធ្លាប់អត់សុកគិតរឿងផ្សេងដែលយើងអត់ដឹងខ្លួនអាចនឹងជារឿងដែលយើងគិតដល់ថ្ងៃអនាគតរបស់យើងនិងរឿងផ្សេងទៀតដែលអាចធ្វើឲ្យយើងមានអារម្មណ៍ថាពិបាកចិត្តសម្រាប់ខ្ញុំគិតថាបើសិនជាកាន់តែគិតគឺកាន់តែធ្វើឲ្យអារម្មណ៍របស់យើងអត់ល្អអារម្មណ៍មួយហ្នឹងខ្ញុំអាចកែបានដោយជាការសរសេរចូលក្នុងសៀវភៅអ្នកគ្នាសួរដល់ខ្លួនឯងថាកើតអីចង់បានអីមិនក៏គិតដល់រឿងពួកហ្នឹងម៉េះនិយាយទៅសរសេរពាក្យក្នុងចិត្តរបស់ខ្លួនឯងចូលក្នុងសៀវភៅគឺធ្វើឲ្យយើងកាន់តែមានអារម្មណ៍ធូរចិត្តហ្មងគិតរឿងអីសរសេរចូលក្នុងសៀវភៅហើយនេះគឺជារឿងក្នុងចិត្តដែលខ្ញុំគិតហើយខ្ញុំសរសេរចូលក្នុងសៀវភៅហើយក៏វាជាចម្ងល់ដែលខ្ញុំឆ្ងល់ដែរនៅពេលដែលកាន់តែសរសេរកាន់តែមានអារម្មណ៍ថាខ្លួនឯងកាន់តែយល់ច្បាស់ពីដំណើររឿងហ្នឹងខ្ញុំសរសេរដោយសួរខ្លួនឯងថាមិនក៏គេសំណាងម្លេះមិនបានគេជោគជ័យក្នុងជីវិតម្លេះនៅពេលដែលបានសរសេរក៏កាន់តែស្វែងយល់ពីដំណើរជីវិតរបស់គេម្នាក់ដែលបានយល់ផងថាដំណើរជីវិតរបស់គេជោគជ័យបានគឺកើតឡើងមិនមែនដោយសារសំណាងទេគឺជាការខិតខំប្រឹងប្រែងរបស់គេរហូតដល់ធ្វើឲ្យគេជោគជ័យហើយនេះគឺជាអ្វីដែលខ្ញុំតែងតែគិតរហូតថាមិនគេក៏សំណាងគេជោគជ័យក្នុងជីវិតការសរសេរនេះហើយក៏ជាអ្វីមួយដែលខ្ញុំគិតថាល្អខ្លាំងមែនតើយើងអាចដោះស្រាយចម្ងល់របស់ខ្លួនឯងឬក៏និយាយពាក្យក្នុងចិត្តរបស់ខ្លួនឯងទៅកាន់សៀវភៅនឹងធ្វើឲ្យយើងមានអារម្មណ៍ធូរចិត្តហើយសប្បាយចិត្តឡើងវិញហ្មង